ធ្លាប់តែនៅផ្សារសុកមកធ្លាដល់ចកាអញ្ចឹងមកខាត់ពេកខ្ញុំនាំអ្នកនរគ្នាមកលេចកាខ្ញុំម្ដងហើយថ្ងៃហ្នឹងដែរទួនាទីខ្ញុំអត់មានអីដឹកក្រៅពីដឹកជញ្ជូនទឹកទេអ្នកគ្នាដោយសារថ្ងៃហ្នឹងគឺខ្ញុំត្រូវមកមើលគេបាញ់ថ្នាំស្មៅអញ្ចឹងក៏មកខាត់ពេកខ្ញុំនាំអ្នកនរគ្នាទៅមើលជាមួយនឹងទេសភាពនៃចកាក្រោយផ្ទះរបស់ខ្ញុំទាំងអស់គ្នាគ្រប់ជិះស៊ូបងប្អូនថ្ងៃនេះខ្ញុំនាំអ្នកគ្នាមកចកាខ្ញុំម្ដងមើលតែណាថាកូនអ្នកផ្សារអត់ចេះធ្វើចកាអ្នកគ្នាចការបស់ខ្ញុំអ្នកគ្នាចការបស់អ្នកផ្ទះខ្ញុំហើយខាងក្រោយផ្ទះហ្នឹងគឺដាំស្វាយ4 10 20ដើមដែរដល់ខែនេះវាចេញផ្លែច្រើនមែនតើអ្នកគ្នាគាត់ថាស្វាយខែនេះគឺលក់បានថោកអញ្ចឹងណាហើយខ្ញុំមកនេះដែរគឺខ្ញុំមកមើលគេបាញ់ថ្នាំហើយណាមួយមិនមែនមកបាញ់ថ្នាំហ្នឹងមិនមែនអត់ប្រយោជន៍ទេគាត់ថាយើងជួយសម្រួលក្នុងការដាក់ទឹកឲ្យគាត់អញ្ចឹងណាដើម្បីពលឿនព្រោះយើងខ្ញុំមកដល់នេះគឺមក6ជាង7ហើយពលឿនកាន់តែបាញ់លឿនគឺខ្ញុំត្រូវជួយដឹកទឹកអីព្រោះវាជីមកល្មមដែរហើយណាមួយមកកដងអ្នកនេះគិតទៅគឺ20លីត្រជាងចឹងមួយជើង4 10កដងមិនដល់10កដងឯងខ្ទង់5 6កដងច្រឡំអ្នកគ្នាហើយខ្ញុំបាញ់នេះបាញ់ស្មៅអ្នកគ្នាបាញ់ស្មៅយើងឆ្នាំនេះយើងធ្វើពោតចឹងណាយើងធ្វើពាក់កដាលជួលឲ្យគេពាក់កដាលរោណាបាននេះអ្នកគ្នាពុកជំនាញទៅនៅផ្សារលក់ដូរនៅផ្សារមកចកាធ្វើចការោណាបានទៀតសរសើរខ្លួនឯងអត់មានអ្នកសរសើរខ្លួនឯងហើយនេះខ្ញុំរៀបចំដឹកទឹកធម្មតាទេអ្នកគ្នាព្រោះចកានៅក្រោយផ្ទះហ្មងអត់ចូលទៅជ្រៅទេអ្នកគ្នាហើយណាមួយផ្ទះចកាម៉ាក់ខ្ញុំហ្នឹងគឺនៅមុខផ្លូវជាតិទៀតអញ្ចឹងវាអត់ពិបាកក្នុងការចេញចូលឆ្ងាយអញ្ចឹងអ្នកគ្នាហើយទោះបីជាយើងជួលឲ្យគេបាញ់ថ្នាំក៏ដោយក៏ខ្ញុំត្រូវសម្រួលពលឿនការងារឲ្យកាន់តែបាញ់លឿនដែរអ្នកគ្នាជួយសម្រួលដឹកទឹកដឹកអីអញ្ចឹងណាហើយមកធំដល់គេបាញ់ថ្នាំមុនហ្នឹងដូចជាគេគិត3500រៀលអញ្ចឹងតែ10ធំ30000ជាងអញ្ចឹងតាមខ្ញុំស្មានទៅវាអាចខ្ទង់10ធុងជាងដែរអ្នកគ្នាមកប្រហែលរៃហ្នឹងខ្ញុំភ្លេចបាត់ហើយតែប្រហែលរៃទេដែលធ្វើដាំពោតហ្នឹងគាត់ថាពាក់កដាលហើយខ្ញុំភ្លេចប្រាប់អ្នកគ្នានៅផ្ទះខ្ញុំមានឆ្កែមួយដែរគាត់ថាឆ្កែគេទេគាត់មកលើកណាក៏វាស្វាគមន៍យើងដែរអ្នកគ្នាហើយតាំងពីទូចមករហូតហើយឆ្លាតណាអ្នកគ្នាមានដីនៃចកាមានផ្ទះនៃចកាស្រួលអញ្ចឹងអ្នកគ្នាគាត់ថាវាទលាយវាអត់ឆ្អៀតជាងនៅផ្សារអញ្ចឹងណាហើយពីផ្ទះចកាខ្ញុំដល់ផ្ទះផ្សារគឺមានរយៈពេល30គីឡូមិនដល់ទេខ្ទង់20គីឡូជាង30អីហ្នឹងឯងជីកន្លះម៉ោងដែរអ្នកគ្នាអញ្ចឹងពេលខ្លះយើងស្មុកខ្មាញនៅផ្ទះនៅផ្សារអញ្ចឹងទៅក៏យើងឆ្លៀតមកលើចកាអញ្ចឹងទៅមកមើលដីយើងអាចដាំដីបានគ្នាព្រោះខ្ញុំធ្លាប់ដាំតំណាន់នៅក្រោយផ្ទះហ្នឹងបានហូបដែរអ្នកគ្នាគាត់ថាយើងអត់បានមកដុតដល់អញ្ចឹងទៅក៏ដាំហើយយើងប្រមូលផលហើយក៏វាងាប់ទៅវិញអញ្ចឹងណាហើយនៅចកាគឺអត់មានទឹកស្អាតអីទេមានតែទឹកម្ដងយើងជីស្រាប់យើងស្រួលថងថាវាមានភ្លើងចូលដល់អញ្ចឹងណាគ្នាដើម្បីអញ្ចឹងទៅវាស្រួលអត់ពីមុនអត់តាន់ចូលដល់ទេណាគ្នាភ្លើងគឺនៅភ្លើងទៀនអីហើយខ្ញុំនៅហ្នឹងគឺយូរហើយតាំងពីតូចដែរគាត់ថាយើងត្រូវទៅរកស៊ីនៅផ្សារអញ្ចឹងទៅក៏យើងទៅនៅផ្សារមួយរយៈធំអញ្ចឹងទៅហើយគឺខ្ញុំធ្លាប់រៀននៅពីតូចអីខ្ញុំធ្លាប់រៀននៅហ្នឹងដែរហ្នឹងម៉ែលើកទី1តាមធ្វើចការឆ្នាំនេះទេរដងជួលឲ្យគេម៉ែគាត់ធ្វើពោតអីទឹកសងនេះជីចង់10ឆ្នាំមួយដល់តាំងរៀនទី7ទី8មកถึงโตធ្វើរង្វាន់ទៀតបាញ់ចូលបាច់ធ្វើប៉ុណ្ណឹងសោះអងគាត់បាយស្មៅទៀតទៅយកម៉ូតូទៅវិញហើយព្រោះនេះតើដឹកម៉ូតូបានយើងឱកាសដោយសារបើយើងប្រើកម្លាំងក៏វារៀងទួលអញ្ចឹងវាធ្ងន់ខ្ញុំមានម៉ូតូមួយស្រួលដឹកមកឲ្យផ្លូវជាការខ្ញុំគឺផ្លូវចេញចូលដល់ជើងភ្នំនេះគេទុកផ្លូវមកសម្រាប់ចេញចូលស្រួលហ្នឹងនេះតើក្តៅតែក្តៅបាត់ហើយម៉ោង8នៅបាញ់មកល្ងាចទៀតភាសាបើខ្ញុំត្រូវមកពីព្រឹកគឺខ្ញុំត្រូវឲ្យគាត់បាញ់ហើយតាំងព្រឹកមកហើយគាត់ឲ្យយើងមកតែម្ដងយើងជិះមកពីសពើលូនមកអញ្ចឹងណាទៅមកល្ងាចតិចអញ្ចឹងល្ងាចតិចបើល្ងាចក៏ស្អែកខ្ញុំបានទៅផ្ទះបាញ់នេះចូលបានបាយខ្ញុំលើកហ្នឹងមកកដងហ្នឹង20លីត្រជាងអ្នកគ្នាវាចូល20គីឡូជាងហើយអញ្ចឹងបើធៀបនឹងដុំដៃទៅខ្ញុំលើកចង់សមមួយអ្នកគ្នាអញ្ចឹងវាអត់សូវធ្ងន់ប្រហែលទេអ្នកគ្នាអញ្ចឹងគេថាយើងហាត់ប្រាណវាមានប្រយោជន៍ដែរអញ្ចឹងនិយាយអញ្ចឹងចំពោះមកលំអហ្នឹងដូចជាទឹកបាន5 6ធុងដែរអញ្ចឹងបើកូនទៅវាចូលធ្ងន់ដែរខ្ញុំជិះវែដែរហ្នឹងគ្នាលើកទី1ដាក់លំអដឹកអញ្ចឹងគាត់ថាអូខេអាសងវាស្រួលជិះហើយវារៀងខ្លាំងហើយអាសងហ្នឹងត្រូវវ៉ាន់ទៀតអាសងក្រហមហ្នឹងជិះតាំងពី2015ដែរគ្នាពេលខ្លះការងារមិនចាំបាច់តែត្រូវនៅផ្សាររហូតទេអ្នកគ្នាពេលខ្លះការងារយើងត្រូវបត់បាយតាមកលៈសាដែរបើមានចការទៅធ្វើយើងមកមើលមកអីអញ្ចឹងទៅតែបើអត់មានទេក៏ជួលឲ្យគេក៏ការងារនៅផ្សារអញ្ចឹងទៅអាហ្នឹងវាម្នាក់ម្យ៉ាងអញ្ចឹងណាគ្នាហើយណាមួយបានមកច
ការវាឆ្លាស់មកដែរហើយមកអ្នកគ្នានេះមិនចាប់ដើមនឹងដាវបដាណាហើយខ្ញុំដឹកទឹកនេះជើងចុងក្រោយហើយវារោភ្លៀងផងអីផងនេះសេសូទេថ្ងៃនេះខ្ញុំកាន់កាមេរ៉ាទាំងពិបាកផ្លូវវាល្អិលអ្នកគ្នាខ្ញុំប្រឹងទប់ផងអីផងចុងចកាណាឃើញចឹងអ្នកគ្នាឃើញចឹងមិនស្រួលណាផ្លូវចឹងតែមកឲ្យប្រឹងចកាចងប់ហើយនិយាយត្រង់តាមប្តឹងដីមកខ្ញុំមិនដែរធ្វើចកាអ្នកគ្នាតាមថាយើងដកស្មៅដកអីជួយអ្នកផ្ទះពីមុនយើងធ្លាប់ដកដែរដកឲ្យកាច់ពោតកាច់អីដូចជាអត់ដែរធ្លាប់ទេអ្នកគ្នាបាញ់ថ្នាំបាញ់អីហ្នឹងគឺអត់ដែរធ្លាប់ទេថាមកដកស្មៅឲ្យដឹកទឹកដឹកអីចឹងឯងការងារវាមិនធ្ងន់ចឹងណាវាមិនពិបាកវាស្រួលដែរទេតែបើឲ្យធ្វើអីដាំបាញ់ថ្នាំបាញ់អីមកដូចជាខ្ញុំអត់ដែរធ្លាប់ទេអ្នកគ្នាឥឡូវមកស្ដាប់អ្នកម្ដាយខ្ញុំគាត់ផ្សព្វផ្សាយឬស្វាយម្ដងអ្នកគ្នាដោយសារស្វាយប្រមូលផលអីចឹងយើងត្រូវលក់អ្នកគ្នាយើងត្រូវលក់ថាស្វាយវាថោកពេកអ្នកគ្នានិយាយមែនស្វាយថោកលក់បានតែធ្វើម៉េចកុំឲ្យតែវាជ្រូចោលចឹងអ្នកគ្នាហើយដាំស្វាយនឹងដាំទុកចោលទេវាដោះឲ្យអត់ដែរមើលថែវាទេវាមកផ្លែរាល់រដូវឲ្យតែរដូវត្រូវផ្លែគឺវាមកផ្លែតែម្ដងនិយាយលក់ស្វាយតិចមើលមានម៉ានដាវស្វាយហ៎តែការលក់នេះមានបងប្អូនណាមកទិញមកស្វាយមានហើយចឹងអូដាបេះបានប៉ុន្មានគីឡូមកទៅ200គីឡូ300គីឡូទិញមកបងប្អូនអើយតំណាំមានតែប៉ុណ្្នឹងឯងមើលអាផ្លែផ្សេងមើលច្អល់អាផ្លែផ្សេងមើលនេះផ្លែនេះមកណាផ្លែនេះបងប្អូននេះដើមទូចទេបងផ្លែបងប្អូននេះមកចាស់មកអូផ្លែច្រើនណាស់វើយទឹកឆ្កោមបានទេផ្លែធំណាស់ហើយគឺផ្លែគីឡូមិនតាមផ្លែទេហើយនឹងខ្នោទីអស់ហើយអ្នកដាំអីទេតំណាំខ្ញុំមានស្មៅមានដីក្រោយផ្ទះការងារយើងហើយអស់ហើយអ្នកគ្នាហើយបន្ទាប់ពីហើយគឺភ្លៀងយកតែម្ដងខ្ញុំជីកាត់ភ្លៀងអ្នកគ្នាដោយសារយើងស្រោតមកយើងទឹកជើងចុងក្រោយហើយវីដេអូហ្នឹងខ្ញុំអត់មានអីច្រើនទេហើយមានតែប៉ុណ្្នឹងឯងអ្នកគ្នាខំថាអ្នកគ្នាចូលចិត្តវីដេអូមួយហ្នឹងខ្ញុំថតទុកសម្រាប់មើលលេងទេអ្នកគ្នាព្រោះយើងអត់តមានអីទេថតទៀតចឹងណាសង្ឃឹមថាអ្នកគ្នាចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយ like subscribe ដាក់រូបសញ្ញាកណ្ដឹងខ្ញុំម្នាក់មួយផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយសំណាងល្អ